ថ្ងៃនេះខ្ញុំនឹងបង្ហាញពីការកំណត់ល្បឿនក្នុងវីដេអូឲ្យដើរលឿនឬក៏យឺតទៅតាមតម្រូវការដោយបងប្អូនឃើញវីដេអូរបស់ខ្ញុំបើសិនជាខ្ញុំចង់ឲ្យវាដើរយឺតក៏បានឬក៏ខ្ញុំចង់ឲ្យវាដើរលឿនក៏បានទៅតាមអ្វីដែលខ្ញុំចង់បានសកម្មភាពខ្លះក្នុងវីដេអូដោយបងប្អូនបានឃើញនេះគឺយើងអាចឲ្យវាលឿនឬក៏យឺតអញ្ចឹងបងប្អូនដែលចង់ចេះធ្វើបងប្អូនអាចមើលការបង្ហាញជូនរបស់ខ្ញុំដូចតទៅបានបើជាដំបូងបងប្អូនបើចូលទៅកាន់កម្មវិធី VN បាទបន្ទាប់មកបងប្អូនយកពាក្យថា New Project ហើយបងប្អូនទៅ select វីដេអូណាមួយដែលបងប្អូនចង់ឲ្យវាលឿនឬក៏យឺតនឹងឧទាហរណ៍ខ្ញុំមានវីដេអូមួយខ្ញុំចុចលើវាហើយខ្ញុំចុច next វីដេអូរបស់យើងបានចូលមកដល់ហើយអញ្ចឹងខ្ញុំ play ឲ្យបងប្អូនមើលបន្តិចនេះគឺជាវីដេអូដើមស៊ីនបើសិនជាបងប្អូនចង់ឲ្យវាដើរលឿនឬក៏យឺតបងប្អូនត្រូវមើលមកផ្នែកខាងក្រោមហើយយកពាក្យថា speed យក speed ហើយបងប្អូនបាទខ្ញុំចង់ឲ្យបងប្អូនមើលចំណុចនេះមុនបាទបងប្អូនចុចលើវានៅពេលដែលបងប្អូនឃើញវាមានលេខ 1.0 ហើយលេខគុណហ្នឹងបានន័យថាជាល្បឿនធម្មតាអញ្ចឹងក្នុងករណីនេះវីដេអូនេះបើសិនជាបងប្អូនចង់ឲ្យវាដើរលឿនបាទបងប្អូនត្រូវតែយកលេខគុណឲ្យកាន់តែធំបាទសម្រាប់ការលឿនឧទាហរណ៍ឥឡូវខ្ញុំយកវាគុណនឹង4ហើយបងប្អូនមើលសកម្មភាពវីដេអូរបស់យើងឃើញទេគឺវាដើរលឿនបែបហ្នឹងបាទក្នុងករណីប្រសិនបើបងប្អូនយកលេខកាន់តែតូចបាទគឺបាទសកម្មភាពក្នុងវីដេអូរបស់យើងគឺកាន់តែយឺនបាទកន្លែងនេះចង់បញ្ជាក់បន្តិចបើសិនបងប្អូនជ្រើសរើសចំណុចហ្នឹងវីដេអូរបស់យើងទាំងអស់បើសិនបើយើងដាក់លឿនគឺវាលឿនទាំងអស់ឧទាហរណ៍ថា5នាទីយើងដាក់ឲ្យលឿនទៅវាកាត់នៅសល់ប្រហែលជា3នាទី2នាទីអីចឹងទៅអញ្ចឹងមកវីដេអូហ្នឹងវាលឿនទាំងអស់បើបងប្អូនដាក់ឲ្យយឺតគឺវាយឺតទាំងអស់មកវីដេអូហ្នឹងបាទឥឡូវយើងមកមើលចំណុចមួយទៀតដោយសារតែបងប្អូនមួយចំនួនគាត់ចង់បានវីដេអូមួយហ្នឹងវាមានកន្លែងខ្លះលឿនកន្លែងខ្លះយឺតមែនទេបាទអញ្ចឹងយើងមានរបៀបធ្វើគឺបងប្អូនចូលកន្លែង speed នឹងដដែលបាទហើយបងប្អូនបើចូលកន្លែង curve ហ្នឹងបន្ទាប់មកបងប្អូនយកពាក្យថា custom បាទអញ្ចឹងដោយបងប្អូនបានឃើញនេះគឺជាវីដេអូដើមក្នុងករណីប្រសិនបើបងប្អូនចង់បានលឿនឬយឺតបងប្អូនត្រូវមើលចំណុចចុចសហ្នឹងបាទអញ្ចឹងឧទាហរណ៍ថាចំណុចចាប់ផ្ដើមនេះគឺខ្ញុំចង់ឲ្យវាលឿនបន្តិចអញ្ចឹងបងប្អូនអូសវាឡើងមកលើកាលណាអូសឡើងលើមានន័យថាបាទគឺវាលឿនបាទមកដល់ចំណុចកន្លែង load នេះខ្ញុំចង់ឲ្យយឺតអញ្ចឹងបងប្អូនត្រូវចុចលើអាបន្ទាត់ហ្នឹងឲ្យអាបន្ទាត់សហ្នឹងវាមកចំណុចណាដែលបងប្អូនចង់យឺតហើយបងប្អូនថែមនេះអាកន្លែងសញ្ញាបូកនេះថែមវាមកហើយបងប្អូនទាញវាមកក្រោមបានន័យថាវាយឺតអញ្ចឹងបងប្អូនអាចមើលខ្ញុំ play បងប្អូនមើលបាទគឺមកដល់ចំណុចហ្នឹងគឺវានឹងយឺតឃើញទេទៅដល់ចំណុចរៀបស្មើនេះគឺវាមកជាវីដេអូធម្មតាវិញប៉ុន្តែបើសិនជាបងប្អូនទាញវាឡើងលើអញ្ចេះគឺវានឹងលឿនបងប្អូនចាំមើលបាទដល់កន្លែងហ្នឹងគឺវាលឿនតែម្ដងទេបាទអញ្ចឹងការកំណត់ឲ្យលឿនឬយឺតគឺអាស្រ័យទៅលើចំណុចសហ្នឹងឯងបងប្អូនអាចថែមវាបានឧទាហរណ៍កន្លែងនេះខ្ញុំថែមវាមួយបាទហើយខ្ញុំទាញវាមកខាងក្រោមអញ្ចេះបានន័យថាវាយឺតឃើញទេបាទមកដល់ចំណុចនេះខ្ញុំចង់ឲ្យវាយឺតបន្តទៀតខ្ញុំចុចសហ្នឹងហើយខ្ញុំទាញអញ្ចេះបាទហើយយើង play មើលបងប្អូនបាទគឺវាបែបនេះវាយឺតអញ្ចឹងបាទកាលណាឲ្យតែឃើញចំណុចសហ្នឹងនៅខាងក្រោមគឺវាយឺតទៅបងប្អូនបាទអញ្ចឹងការបង្ហាញជូនរបស់ខ្ញុំពីរបៀបក្នុងការប្រើប្រាស់បាទល្បឿនវីដេអូបងប្អូនអាចអនុវត្តតាមអរគុណចំពោះការតាមដានទស្សនាយើងនឹងជួបគ្នានៅវីដេអូក្រោយជាបន្តទៀតបាទ